워! 안녕하세요, 엑소입니다. 워! 안녕하세요, 엑소입니다. 워! 안녕하세요, 엑소입니다.បាននិយាយពី EXO ប្រកាសណាមនុស្សជាច្រើននឹងនឹកឃើញដល់ស៊ូហូមុនគេដែលជាមេក្រុមមានចិត្តទន់ភ្លន់សុភាពរាបសារនិងតែងតែដាក់ក្រុមជាអាទិភាពប៉ុន្តែអ្នកដឹងទេមានរឿងរ៉ាវនៃការលះបង់ជាច្រើនពីបរិមម្នាក់នេះដែលអ្នកគ្រប់គ្រងមួយចំនួនប្រហែលជាមិនទាន់បានដឹងឡើយថ្ងៃនេះ Everstory នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់រឿងពិតទាំង10អំពីស៊ូហូមេក្រុម EXO រាប់ចាប់តាំងពីជីវិតកាលនៅជាសិស្សចរិតពិតក្តីស្រមៃរហូតដល់សម្ពាធដែលលោកបានប្រឈមនៅក្នុងនាមជា leader របស់ EXO បើអ្នកជា EXO-L ឬក៏ជាអ្នកគ្រប់គ្រងរបស់ស៊ូហូកុំភ្លេចទស្សនាវីដេអូនេះរហូតដល់ចប់ព្រោះចំណុចចុងក្រោយអាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាឆ្លាញ់បរិមម្នាក់នេះកាន់តែខ្លាំងជាងមុនទៀតមុនចូលដល់ខ្លឹមសារវីដេអូទាំងស្រុងចង់ណែនាំអ្វីពិសេសមួយបើសិនជាអ្នកទាំងអស់គ្នាចង់មករបស់ Cube ឬក៏ចង់ធ្វើខ្នើយបតោងសោឬតុក្កតា customize ដែលអាចដាក់រូបបានអាចចូលទៅកាន់ Facebook page Oh My Gift ដូច្នេះបើសិនជាចង់ស្វែងរកកាដូ Cube ដែលមានន័យសម្រាប់ខ្លួនឯងឬក៏ជួបមនុស្សជាទីស្រឡាញ់កុំភ្លេច Oh My Gift ណា1កាលនៅឆ្នាំ1991លោកមានឈ្មោះពិត Kim Jong-un ហើយពេលចូលសិល្បៈលោកបានជ្រើសឈ្មោះស៊ូហូជំនួសវិញដែលស៊ូហូមានន័យថាអ្នកការពារឬអ្នកថែរក្សា2ពីតូចធ្លាប់ធ្វើជាប្រធានថ្នាក់ស៊ូហូត្រូវបានគេស៊ើបប្រវត្តិដឹងច្បាស់ថាគឺជាសិស្សពូកែដោយជាប់ចំណាត់ថ្នាក់កម្ពុជាទាំង5នៅក្នុងថ្នាក់ជានិច្ចការខិតខំប្រឹងប្រែងនិងមានវិន័យនៅក្នុងការរៀនសូត្របានធ្វើឲ្យស៊ូហូក្លាយជាសិស្សគំរូម្នាក់ហើយក្រៅពីលទ្ធផលសិក្សាដ៏ល្អស៊ូហូក៏បានបង្ហាញសមត្ថភាពជាអ្នកដឹកនាំតាំងពីនៅថ្នាក់បឋមម្ល៉េះដោយសិស្សម្នាក់នេះធ្លាប់ត្រូវបានគ្រូចាត់តាំងឲ្យធ្វើជាប្រធានថ្នាក់ទៀតផងការទទួលបានតួនាទីនេះបង្ហាញថាស៊ូហូត្រូវបានគ្រូនិងមិត្តរួមថ្នាក់ទុកចិត្តចំពោះភាពទទួលខុសត្រូវនិងសមត្ថភាពដឹកនាំដ៏ឆ្លាតវៃ3ស៊ូហូត្រូវបានគេស្គាល់ច្បាស់ថាជាមនុស្សដែលមានចិត្តល្អអោនលំទោននិងស្ងប់ស្ងាត់រឿងរ៉ាវដ៏រំជួលចិត្តមួយពីអ្នកគ្រប់គ្រងបាននិយាយថាស៊ូហូធ្លាប់ចេញថ្លៃអាហារឲ្យអ្នកគ្រប់គ្រងម្នាក់បន្ទាប់ពីលោកបានផ្ដល់ហត្ថលេខាឲ្យនាងហើយលោកបានធ្វើវាដោយសម្ងាត់ព្រោះមិនចង់ទទួលបានការចាប់អារម្មណ៍ឡើយអ្នកគ្រប់គ្រងមិនតិចទេដែលស្គាល់បារម្ភអ្នកនេះច្បាស់ចំពោះចរិតរំទុំចេះបារម្ភខ្វល់ពីអ្នកដទៃនិងការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនសូម្បីតែរឿងតូចតាចក្នុងនាមជា leader របស់ EXO ស៊ូហូតែងផ្ដល់នូវការមើលថែប្រៀបដូចជាម្ដាយមើលថែកូនតូចៗហើយចំពោះអ្នកគ្រប់គ្រងវិញស៊ូហូតែងគោរពគ្រប់គ្នាប្រៀបដូចជាអ្នកដែលមានគុណនិងជាកាដូដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់លោក4ស៊ូហូគឺជាមនុស្សដែលចូលចិត្តលេងសើចនិងចូលចិត្តនិយាយកំប្លែងឲ្យគេស្ដាប់ប៉ុន្តែសមាជិក EXO តែងតែនិយាយបង្អាប់ថាស៊ូហូចូលចិត្តនិយាយឲ្យសើចតែរឿងកំប្លែងរបស់ស៊ូហូគ្មាននរណាសើចចេញនោះទេ5លោកគឺជាមនុស្សដែលចូលចិត្តដោះស្រាយបញ្ហាដោយការសន្ទនានិងសម្របសម្រួលដោយសន្តិវិធីជាជាងការឆ្លោះប្រកែកគ្នាដំឡើងសរសៃក6មិនខុសពីប្រជាជនខ្មែរយើងភាគច្រើននោះទេស៊ូហូក៏ជាអ្នកប្រកាន់ខ្ជាប់និងគោរពសាសនាព្រះពុទ្ធដែរ7កាដូដែលលោកចងចាំជាងគេនៅក្នុងជីវិតគឺ piano ដែលឪពុកម្ដាយបានទិញឲ្យជាកាដូអបអរសាទរការបញ្ចប់ការសិក្សានៅវិទ្យាល័យ8ស៊ូហូធ្លាប់និយាយថាបើសិនជាលោកមិនបានក្លាយជាសមាជិក EXO ទេលោកប្រហែលជាជ្រើសរើសអាជីពជាគ្រូបង្រៀនហើយ9នារីនៅក្នុងក្តីស្រមៃរបស់ស៊ូហូនាងគួរតែជាមនុស្សដែលចូលចិត្តអានសៀវភៅឬស្រឡាញ់អក្សរសិល្ប៍ហើយមានសក់វែងត្រង់ស៊ូហូធ្លាប់និយាយថាបើសិនជាលោកសុំមិត្តស្រីរៀបការឬសារភាពស្នេហ៍ទៅកាន់នារីដែលខ្លួនស្រឡាញ់លោកនឹងជ្រើសរើសធ្វើនៅមយ៉ងដុងដែលជាកន្លែងដែលមានមនុស្សច្រើនហើយលោកនឹងស្រែកខ្លាំងៗថាបងស្រឡាញ់អូនសូមទទួលយកបងទៅណាឥឡូវនេះយើងឈានមកដល់ចំណុចទី10តើស៊ូហូមានសម្ពាធបែបណានៅក្នុងការធ្វើជា leaderការធ្វើជាមេក្រុមរបស់ EXO មិនមែនជារឿងងាយស្រួលសម្រាប់ស៊ូហូឡើយលោកធ្លាប់ទទួលស្គាល់ថាមានបន្ទុកយ៉ាងខ្លាំងនៅក្នុងការថែរក្សានិងបង្រួបបង្រួមសមាជិកទាំងអស់ពេលក្រុមជួបវិបត្តិលោកតែងជ្រើសរើសទ្រាំទុកសម្ពាធម្នាក់ឯងដើម្បីកុំឲ្យសមាជិកផ្សេងទៀតព្រួយបារម្ភដែរស៊ូហូនិយាយថាតួនាទីជាមេក្រុមពេលខ្លះគឺមានអារម្មណ៍ថាឯកោព្រោះត្រូវគិតពីក្រុមមុនខ្លួនឯងជានិច្ចមេក្រុមម្នាក់នេះជួយដោះស្រាយបញ្ហាដោយការសន្ទនាការនិយាយគ្នាត្រង់ៗក៏ដូចជាការយល់ពីគ្នាជាជាងប្រើអំណាចឬបង្ខំសមាជិកក្នុងអំឡុងពេល EXO ជួបការលំបាកជាច្រើនលោកក៏ធ្លាប់ស្រក់ទឹកភ្នែកដែរដោយសារតែសម្ពាធនិងការព្រួយបារម្ភថាខ្លួនបានបំពេញតួនាទីជាមេក្រុមបានល្អគ្រប់គ្រាន់ឬនៅទោះជាយ៉ាងណាលោកតែបញ្ជាក់ថា EXO គឺជាអាទិភាពហើយលោកនឹងខិតខំការពារក្រុមនិងសមាជិកឲ្យបានល្អបំផុតទាំងនេះហើយគឺជារឿងពិតទាំង10ចំណុចអំពីស៊ូហូមេក្រុម EXO ដែលបង្ហាញថាលោកមិនត្រឹមតែជាតារា K-pop ដ៏មានទេពកោសល្យប៉ុណ្ណោះនោះទេប៉ុន្តែក៏ជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ចិត្តល្អនិងតែងតែការពារមនុស្សជុំវិញខ្លួនផងដែរក្នុងចំណោមរឿងរ៉ាវទាំង10នេះតើចំណុចណាដែលអ្នកចាប់អារម្មណ៍ជាងគេកុំភ្លេច comment នៅខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូក្រោយដើម្បីទទួលបានមាតិកាថ្មីៗវីដេអូចម្រុះផ្សេងៗពីតារាចិននិងកូរ៉េលឿនមុនគេកុំភ្លេចចូល Subscribe ចូល YouTube របស់ Everstory ការគាំទ្ររបស់អ្នកពិតជាកម្លាំងចិត្តដ៏មានន័យបំផុតសម្រាប់យើងនៅក្នុងការបង្កើតមាតិកាថ្មីៗ